លោកខេមដាក់ផាំងផាំងទៅកាន់តារា TikTok កូកូចេនីព្រោះមហាជនរិះគន់មិនឈប់ខណៈសម័យខ្លួនចេញមុខឆ្លើយតបប៉ុន្មានថ្ងៃមកនេះនៅលើបណ្ដាញសង្គម Facebook និង TikTok ផ្ទុះការរិះគន់ទៅលើតារា TikTok មួយរូបឈ្មោះថាកូកូចេនីដែលបង្ហាញអាកប្បកិរិយាមិនសមរម្យរំក្រាបលួននៅមុខមហាជនគ្រប់គ្នាធ្វើឲ្យមានមតិជាច្រើនលើកឡើងថាតារា TikTok រូបនេះបន្ទាបតម្លៃស្ត្រីស្របពេលមហាជនកំពុងសម្រុករិះគន់ក្នុងនោះតារាចម្រៀងលោកខេមក៏បានចេញមុខបង្ហោះសារយ៉ាងវែងអន្លាយទៅកាន់តារា TikTok កូកូចេនីបែបនេះថាប្អូនបងនិយាយត្រង់មិនជន់ពន្លិចអីទេតែបើប្អូនឈប់បានគួរឈប់ទៅបើប្អូនចង់សប្បាយបែបនេះមិនហាមប្អូនទេប៉ុន្តែគួរស្ងាត់គ្នាប្អូនទៅកុំយកមកបង្ហោះទោះជាប្អូនមិនមែនភេទស្រីចំឬមិនចំបងមិនថានោះទេប៉ុន្តែការតុបតែងខ្លួនប្អូននេះបង្ហាញថាប្អូនជាស្រីហើយពេលប្អូនឬមិត្តភក្តិប្អូនយកមកបង្ហោះវាធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គមនិងតម្លៃស្ត្រីខ្មែរប្រសិនបើប្អូនមិននិយាយខ្មែរឬជាជនជាតិខ្មែរនោះបងមិនបញ្ចេញយោបល់នោះទេតែនេះប្អូននិយាយខ្មែរហើយជាជនជាតិខ្មែរឬអាចនិយាយថារំលើទឹកដីខ្មែរទោះចង់មិនចង់ក៏វាប៉ះពាល់រួចបាត់ទៅហើយនេះវាពិតជាប៉ះពាល់តម្លៃសង្គមខ្មែរយើងពិតមែនក្រោយឃើញលោកខេមលើកឡើងខាងលើដូច្នេះស្រាប់តែតារា TikTok កូកូចេនីចេញវីដេអូសំទោសទៅកាន់មហាជនជាសាធារណៈថែមទាំងបញ្ជាក់ច្បាស់បែបនេះកុំឲ្យគ្រប់គ្នាយល់ច្រឡំទៀតស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូបោះសែដោយសារខ្ញុំមើលនៅក្នុង page ដែលគេបានផុសវីដេអូខ្ញុំព្រមពាក់ខោខ្លានៅ Eon ណដោយសារឃើញអ្នកខ្លះគេវេកញ៉ៃថាខ្ញុំនឹងបន្ទាបកពស់ស្ត្រីអីចឹងចង់និយាយថាចែខ្ញុំរំលេងអីហ្នឹងអត់មានចង់បំពល់អីទេយល់អត់គ្រាន់តែខ្ញុំរំលេងដោយសារខ្ញុំចាប់ពីការងារខ្ញុំធ្វើការងារហត់ហើយខ្ញុំចេះតែរំលេងមួយក្រុមការងារខ្ញុំនៅជុំវិញហ្នឹងគឺសិតតែក្រុមការងារខ្ញុំទេអត់មានណាគេទេហើយអ្នកទាំងអស់គ្នាក៏ដឹងដែរថាពេល Eon តែពេលមក10កន្លះ10អីហ្នឹងគេគឺចាប់ផ្ដើមបិទទេចឹងគឺអត់មានមនុស្សទេមានតែពួកខ្ញុំក្រុមការងារអីចឹងណាហើយខ្ញុំរំលេងសប្បាយធម្មតាបែបពួកខ្ញុំទៅហើយអ្នកទាំងអស់គ្នាស្គាល់ខ្ញុំយូរក៏ដឹងថាខ្ញុំហ្នឹងចូលចិត្តធ្វើអីចេញមកលះអីចឹងអ្នកទាំងអស់គ្នាចឹងគឺអត់មានចេះគោលបំណងថាបំទៀតកពស់ស្ត្រីអីចឹងទេហើយខ្ញុំក៏បានបញ្ជាក់រហដងដែរថាខ្ញុំមិនស្រីចំទេចឹងកាយវិការខ្ញុំវារៀងលេងទៅលើដោយសារខ្ញុំខ្លួនខ្ញុំស្រីប៉ុន្តែគឺអត់មានចេតនាថាបន្ទាបកពស់ស្ត្រីអីទេអ្នកទាំងអស់គ្នាគឺពេលគឺការងារចាប់គឺណាគេក៏ចង់សប្បាយដែរចឹងគឺខ្ញុំសប្បាយតែគ្នាខ្ញុំទេគឺអត់មានប៉ះពាល់ណាគេទេចង់ប្រាប់ចឹងណាអ្នកទាំងអស់គ្នា